ឧបករណ៍នៃការគិត3យ៉ាងជាជំនួយស្វែងរកដំណោះស្រាយនៃបញ្ហានៅលើលោកនេះបុគ្គលណាម្នាក់ក៏ជួបប្រទះនឹងបញ្ហាជាប្រចាំថ្ងៃនៅក្នុងជីវិតរបស់ពួកគេដែរយ៉ាងណាមិញអ្វីត្បិតតែមនុស្សយើងមិនមានសិទ្ធិខាងខាត់បញ្ហាទាំងឡាយដែលចូលមកក្នុងជីវិតយើងក៏ពិតមែនប៉ុន្តែសិទ្ធិដែលយើងមានគឺជាជំរឿននៅក្នុងការឆ្លើយតបនៅពេលមានបញ្ហាលេចឡើងមកអ្វីដែលសំខាន់គឺស្ថិតនៅត្រង់ការសម្រេចចិត្តថាតើអ្នកនឹងជ្រើសរើសឆ្លើយតបបែបណាទៅកាន់ស្ថានភាពដ៏លំបាកទាំងនោះជំរឿនរបស់អ្នកនឹងទទួលខុសត្រូវចំពោះរាល់លទ្ធផលបន្ទាប់ដែលអ្នកនឹងទទួលបាននៅក្នុងជីវិតទី1ផ្ដោតទៅលើដំណោះស្រាយមិនមែនបញ្ហានោះទេកាលណាអ្នកផ្ដោតទៅលើបញ្ហាជាជាងដំណោះស្រាយវាមិនបានជួយប្រយោជន៍អ្វីដល់អ្នកក្រៅតែពីការពង្រីកខ្លួនឲ្យបញ្ហានោះកាន់តែរីកធំឡើងនោះទេវានឹងចូលមកបំពុលដល់ការគិតរបស់អ្នកឲ្យផ្ដោតទៅលើភាពអវិជ្ជមានទាំងឡាយដែលនឹងអាចកាត់ឡើងដែលមាននៅក្នុងការគិតរបស់អ្នកតែប៉ុណ្ណោះទី2ជីករកឬគល់ដែលបង្កជាបញ្ហាឡើងបើអ្នកដកស្មៅចង្រៃចេញដោយគ្រាន់តែកាត់តម្រឹមស្មៅខាងលើចេញនោះស្មៅចង្រៃដដែលនេះនឹងនៅដកចេញមកសាជាថ្មីទៀតលុះត្រាតែអ្នកដកឬដែលបង្កជាស្មៅចង្រៃនោះចេញមកទើបអាចប្រកាសថាបញ្ហាអាចដោះស្រាយបានស្មៅចង្រៃមិនដកចេញជាថ្មីម្ដងទៀតដូចគ្នានេះដែរការលាងជម្រះចេញនៅបញ្ហាទាំងអស់តើតើអ្នកបានដឹងពីដើមហេតុរបស់វាសិនចំណុចទី3ព្យាយាមរីកគិតពីដំណោះស្រាយដែលអាចទៅរួចឲ្យបានកាន់តែច្រើនកាន់តែល្អការស្វែងរកផ្លូវដើរច្រើនសម្រាប់ចាក់ចេញពីបញ្ហានឹងជួយបើកចំហចិត្តអ្នកឲ្យមានភាពសុទិដ្ឋិនិយមនៅក្នុងការដោះស្រាយបញ្ហាទើបចុងក្រោយអ្នកត្រូវសម្រេចយកផ្លូវមួយណាផ្លូវដែលឆ្ពោះទៅកាន់ដំណោះស្រាយមានច្រើនមិនមែនមានផ្លូវបិទតែមួយនោះទេគ្រាន់តែថាតើដំណោះស្រាយណាមួយដែលស័ក្តិសមជាងគេក្នុងការដោះស្រាយបញ្ហារបស់អ្នកក្នុងកលៈទេសៈណាមួយនិងប្រភេទមនុស្សដែលអ្នកមានបញ្ហាជាមួយតែប៉ុណ្ណោះការលំបាកទាំងនោះនឹងហាត់ពត់លុតដំចិត្តគំនិតរបស់អ្នកឲ្យចាស់ទុំហើយយល់ដឹងរយៈជ្រៅក្នុងបញ្ហាជីវិតបានយ៉ាងល្អប្រសើរនៅពេលអ្នកជួបបញ្ហាលើក្រោយទៀតអ្នកនឹងមើលឃើញថាបញ្ហានោះជារឿងធម្មតានិងថែមទាំងជាឱកាសអភិវឌ្ឍខ្លួនឯងទៀតផងសូមចុច Like Share និង Subscribe Page Channel របស់យើងខ្ញុំដើម្បីទទួលបានខ្លឹមសារអប់រំបន្ថែមទៀត